ជំរាបសួរបងប្អូនចឹងថ្ងៃនេះខ្ញុំមកបង្ហាញអក្សរប្រែតទៀតឲ្យបងប្អូនបានដឹងថ្ងៃនេះខ្ញុំនឹងបង្ហាញនៅអក្សរញោថាអក្សរញោមានចំណុចប៉ុន្មានដើម្បីសេអក្សរញោបានយើងប្រើចំណុចណាខ្លះប៉ុន្តែខ្ញុំរំលឹកពីអក្សរឈរឡើងវិញបន្តិចនេះអក្សរឈរនេះអក្សរឈរគឺយើងប្រើ2បន្ទប់យើងត្រូវចុចចំណុច6ចូលបន្ទប់ទី2យើងចុចចំណុច3ចំណុច4ចំណុច6 6 3 4 6តោះឥឡូវយើងចូលមកដល់អក្សរញោដែលយើងត្រូវសិក្សាស្វែងយល់ជាមួយខ្ញុំពេលនេះអ្នកនរគ្នាអាចមើលបាននេះអញ្ចឹងអក្សរញោនេះគឺមានចំណុច6ដូចគ្នាគឺយើងប្រើ2បន្ទប់ចូលបន្ទប់ទី2យើងចុចចំណុច1ចំណុច4ចំណុច5ចំណុច6ម្ដងទៀតដើម្បីទៅសេទៅជាអក្សរញោបានហ្នឹងគឺយើងត្រូវប្រើចំនួន2បន្ទប់បន្ទប់ទី1ហ្នឹងគឺនៃស្លេតហ្នឹងគឺយើងចុចចំណុច6បន្ទប់ទី2គឺយើងចុចចំណុច1ចំណុច4ចំណុច5ចំណុច6នេះហៅថាអក្សរញោតោះឥឡូវខ្ញុំអនុវត្តការសេបងអញ្ចឹងខ្ញុំនឹងដាក់กระดาษចូល slate នេះគេហៅថា slate ឧបករណ៍សេអក្សរនេះឥឡូវយើងចាប់ផ្ដើមចុចឲ្យទៅជាអក្សរញោបានអញ្ចឹងនេះបន្ទប់ slate យើងចូលមកយើងរកចំណុច6ដោយសារខ្ញុំអត់បានបង្ហាញ6ចំណុចឡើងវិញទេដោយសារខ្ញុំបង្ហាញបងប្អូនច្រើនអញ្ចឹងទៅសេអក្សរយកតែម្ដងអញ្ចឹងចុចចំណុច6ចូលបន្ទប់ទី2យើងចុចចំណុច1ចំណុច4ចំណុច5ចំណុច6ខ្ញុំចុចចឹងទេមកចុះឥឡូវខ្ញុំបើកបងប្អូនបន្តិចអក្សរញោដូចគ្នាអញ្ចឹងឥឡូវទៀងទាត់បន្តិចឲ្យមើលនេះអាដៃខ្ញុំខាងស្ដាំនេះគឺជាអក្សរញោលើសៀវភៅពុំពេលខាងឆ្វេងនេះខ្ញុំសរសេរមុនហ្នឹងអញ្ចឹងរៀងអក្សរញោជាអក្សរបារ៉ែលគឺបែបហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់ចេះឬក៏បងប្អូនជនពិការដែលអត់បានចូលសាលាអីជនពិការភាពផ្នែកនេះអត់បានចូលសាលាគាត់ផុតអាយុផុតអីហ្នឹងគាត់អាចមើលតាមវីដេអូនេះគាត់អាចរៀនសរសេរតាមនឹងបានដល់ពេលចេះអាចអានបានដូចអក្សរខ្មែរយើងទូទៅអញ្ចឹងអញ្ចឹងសរុបមកវិញអក្សរញោរបស់យើងប្រើចំណុច6ចំណុច1ចំណុច4ចំណុច5ចំណុច6យើងប្រើ2បន្ទប់ចំណុចទី1បន្ទប់ទី1អធិស្ឋានបន្ទប់ទី1គឺយើងចុចចំណុច6បន្ទប់ទី2គឺយើងចុចចំណុច1ចំណុច4ចំណុច5ចំណុច6អញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់ចែករំលែកជួបខ្ញុំនៅវីដេអូក្រោយជម្រាបលា